ទឹកថ្មមង្គលសូមជម្រាបសួរបងប្អូនថ្ងៃនេះខ្ញុំសូមមកណែនាំអំពីផលិតផលរបស់ខ្ញុំពាក់ព័ន្ធនឹងទឹកឃ្មុំដែលពួកខ្ញុំប្រមូលបានពីទឹកដមស្លឹកកៅស៊ូជម្រាបជូនបងប្អូនថាទឹកឃ្មុំដែលយើងប្រមូលបានពីកៅស៊ូពីដំណាំកៅស៊ូគឺប្រមូលបានពីស្លឹកឬក៏ប្រមូលបានពីពន្លកត្រួយនៃរុក្ខជាតិកៅស៊ូបាទអញ្ចឹងជម្រាបជូនបងប្អូនថាដែលយើងប្រមូលបានពីកៅស៊ូហ្នឹងជាទូទៅនៅក្នុងសមាសធាតុនៃទឹកឃ្មុំទឹកដមពីស្លឹកកៅស៊ូជាទូទៅគឺវាតែងតែមានក្រាមបាទនៅពេលដែលដល់រដូវត្រជាក់ហ្នឹងវាមានក្រាមវាឡើងគ្រើបឬក៏គេហៅថាជាគ្រីស្តាល់វាឡើងគ្រើបអញ្ចឹងទៅហើយបងប្អូនមួយចំនួនដែលគាត់អត់បានយល់ពីទឹកឃ្មុំហ្នឹងឲ្យស៊ីជម្រៅគាត់គិតថាទឹកឃ្មុំហ្នឹងអត់សុទ្ធអត់ល្អបាទអញ្ចឹងទីនេះខ្ញុំអ្នកជំនាញផ្នែកខាងទឹកឃ្មុំចង់ជម្រាបជូនបងប្អូនថាមិនមែនទឹកឃ្មុំហ្នឹងអត់សុទ្ធទេនៅពេលដែលបងប្អូនឃើញឡើងជាគ្រើបហ្នឹងគឺទឹកឃ្មុំនឹងសុទ្ធប៉ុន្តែដោយសារលបាយនៃធម្មជាតិរបស់វាបង្កើតរបៀបហ្នឹងតែនៅពេលដែលបងប្អូនមានឃើញរបៀបហ្នឹងបងប្អូនដាក់ត្រូវពលឺថ្ងៃរយៈពេលត្រឹមតែ10នាទីឬ15នាទីវានឹងរលាយមកសភាវៈធម្មតាវិញចំណែកឯទឹកឃ្មុំដែលអត់សុទ្ធជាទូទៅនៅពេលដែលដាក់ត្រូវពលឺបែបហ្នឹងគឺអត់រលាយទេលុះត្រាតែឡើងឆ្នាំងអគ្គិសនីទៅរលាយអាហ្នឹងជាសភាវៈខុសគ្នារវាងទឹកឃ្មុំសុទ្ធនិងទឹកឃ្មុំអត់សុទ្ធអញ្ចឹងបងប្អូនកុំច្រឡំឡើងក្រាមដូចគ្នាក៏ពិតមែនប៉ុន្តែមានលក្ខណៈខុសគ្នាគឺខុសគ្នានៅកន្លែងហ្នឹងនៅពេលដែលយើងដាក់ឲ្យត្រូវពលឺថ្ងៃហ្នឹងគឺវាខុសគ្នារបៀបហ្នឹងអញ្ចឹងមិនមែនទឹកឃ្មុំអត់សុទ្ធទេទឹកឃ្មុំសុទ្ធណាហើយហេតុអីបានជាទឹកឃ្មុំទឹកដមបានពីស្លឹកកៅស៊ូពួកខ្ញុំលក់តម្លៃធូរថ្លៃជាងទឹកឃ្មុំផ្សេងទៀតដោយសារតែបានពីស្លឹករសជាតិវាអត់សូវជាតាក់ទាញប៉ុន្មានទេហើយក្លិនរបស់វាក៏អត់សូវមានដែរបងប្អូនណាអញ្ចឹងហើយបានជាទឹកដមហ្នឹងរៀងធូរថ្លៃជាងគេអាហ្នឹងពាក់ព័ន្ធនឹងរសជាតិពាក់ព័ន្ធនឹងក្លិនហើយមួយទៀតពាក់ព័ន្ធនឹងសារធាតុចិញ្ចឹមសារធាតុចិញ្ចឹមទឹកដមកៅស៊ូក៏វាមានសារធាតុចិញ្ចឹមល្អដែរប៉ុន្តែគ្រាន់តែថាល្អមានលក្ខខណ្ឌមួយដែលមានកម្រិតជាងអញ្ចឹងណាព្រោះធម្មតាទឹកឃ្មុំវាមានចំណាត់ថ្នាក់របស់វាចំណាត់ថ្នាក់ល្អធម្មតាចំណាត់ថ្នាក់ល្អបង្គួរនិងចំណាត់ថ្នាក់ល្អខ្លាំងអញ្ចឹងណាបងប្អូនបាទអញ្ចឹងទឹកឃ្មុំគឺតម្លៃវាទៅតាមរបៀបអញ្ចឹងដែរហើយប្រសិនបើបងប្អូនដែលមានតម្រូវការចង់បានទឹកឃ្មុំទឹកដមកៅស៊ូពីក្រុមហ៊ុនអង្គរខ្មែរ Honey Bee របស់ខ្ញុំក៏មានដែរហើយតម្លៃធូរថ្លៃក្នុង1លីត្រនេះ1លីត្រតម្លៃត្រឹមតែ50000រៀលទេបងប្អូនណាហើយថ្លៃសេវាផ្ញើ8000រៀលទៅតាមចិត្តតាមឆ្ងាយ8000ចិត្តឆ្ងាយអាចដល់10000ឬ12000អញ្ចឹងណាបងប្អូនបាទអញ្ចឹងបើសិនបើបងប្អូនមានចំណាប់អារម្មណ៍ចង់ប្រើទឹកឃ្មុំបានពីទឹកដមកៅស៊ូបងប្អូនអាចជាវពីក្រុមហ៊ុនអង្គរខ្មែរ Honey Bee របស់យើងខ្ញុំបានបាទសូមអរគុណ